បងអញ្ចឹងពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនភ្លើងមិនមែនអត់ថាម៉ាស៊ីនភ្លើងយើងអាចយកទៅភ្ជាប់ជាមួយឧបករណ៍អីក៏បានតាមដែលតម្រូវការរបស់អតិថិជនដែរអញ្ចឹងថ្ងៃនេះចង់មកបញ្ជាក់ប្រាប់ពីម៉ាស៊ីនភ្លើងខ្នាតមួយទាំងសងខាងខ្ញុំនេះគឺកម្លាំង10 kVA ហើយនិង12 kVA ថាតើពីរនឹងខុសគ្នាបែបម៉េចទៅនៅពេលដែលអតិថិជនចង់សួរទៅយើងតែងតែប្រាប់តាំងបងគួរយកខ្នាតនេះឬក៏គួរយកខ្នាតនោះអីអញ្ចឹងណាចាអញ្ចឹងមកឌីថាពី10 kVA មុនចាពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនភ្លើង10 kVA ឌីឡូម៉ូគឺធំតែ8 kW ទេហើយប្រភេទភ្លើង mono 27 អាំពែចាអញ្ចឹងសម្រាប់បងលក្ខណៈគ្រួសារមានពូបែបលក្ខណៈគ្រួសារ 4 5 គ្រាប់ជាមួយនឹងម៉ាស៊ីនត្រជាក់1ទៅ2គ្រាប់ដែលកម្លាំងធម្មសេសចាហើយនឹងកង្ហាតិចតួចយកទៅតិចតួចបំផុតគឺអាចមើល10 kVA យើងនេះបានក្បាលម៉ាស៊ីនយ៉ាន់ម៉ាតម្លៃ1250ហើយប្រភេទនេះគឺអត់មានអាតែអូតូទេចាអញ្ចឹងនេះផ្នែកខាងក្នុងអីចឹងទៅចាអញ្ចឹងនេះសម្រាប់10 kVA ចាហើយងាកមកខាងនេះ12 kVA សម្រាប់12 kVA ឌីឡូម៉ូ11 kW ប្រើភ្លើងបាន32អាំពែហើយប្រភេទ mono ដែរ12 kVA នេះយើងប្រើជាលក្ខណៈគ្រួសារក៏បានដែរតែគ្រាន់ថាតម្រូវការរៀងធំបន្តិចដោយសារតែនេះប្រើបើយើងប្រើជាមួយនឹងម៉ាស៊ីនត្រជាក់ធម្មសេអាចបាន3ទៅ4គ្រាប់ចាអញ្ចឹងបងអាច check មើលតាមនឹងទៅណោះថាតម្រូវការយើងគួរយកខ្នាតមួយណាហើយតម្លៃក៏ខុសគ្នាតិចតួចដែរសម្រាប់12 kVA តម្លៃ$2200ហើយសម្រាប់12 kVA យើងគឺមានមកជាមួយនឹងប្រព័ន្ធ ATI Auto មកស្រាប់ដែរចាសម្រាប់ម៉ាស៊ីនភ្លើងទាំងពីរនេះយើងមានការធានាជូនដូចគ្នារយៈពេល3ឆ្នាំលើសេវាកម្មជួសជុលនិង1ឆ្នាំលើគ្រឿងបន្លាស់ free ដឹកជូនអតិថិជនពេញ25ខែក្រុងចង់បានព័ត៌មានលម្អិតតាក់ទងតាមលេខទូរស័ព្ទខាងក្រោមអរគុណ